ឯងនាំវាទៅខ្វេះភ្នែកហើយបញ្ជូនវាទៅឋានមនុស្សលោកវិញភ្លាមទទួលព្រះរាជាគុំផងទូលបង្គំមិនអាចរស់នៅបាយគ្នាបានទេមិនបានដាច់ខាត
លើសគេបើយើងដាក់បញ្ជាហើយមានអ្នកណាហ៊ានប្រឆាំងទេបើសិនជាអ្នកណាហ៊ានគឺត្រូវតែស្លាប់